ឆ្លោះគ្នាដល់តែឆ្លោះគ្នាឪពុកហាមកូនអើយល្មមបានហើយរៀបធ្វើបន់ចម្រើនបច្ចុប្បន្នដល់ឪពុកជាខត់ខឹងឪទាញអាកម្មចដើដាក់ក្បាលអូបផោកណាចូលពេលមិនតាន់ងប់អាហ្នឹងបន់អីបន់ចម្រើនបន់បន្ថយអាយុវិញហ្នឹងវាមានអញ្ចឹងណាហើយដល់ទៅបន្ទោសបន់មិនតាមពិតទោសហ្នឹងមកពីសូរាឃើញទេទោសហ្នឹងមកពីការមិនស្ដាប់ធម៌ទោសហ្នឹងមកពីការមិនយល់ដល់ទៅមិនយល់នាំប៉ុណ្ណឹងហើយហ្នឹងនាំគ្នាបន្ទោសទៀតកុំតែរៀបចំធ្វើបន់មានបច្ចុប្បន្នហ្នឹងកុំអីវាមិនដែលសួយអញ្ចឹងទេអាខ្លួនឯងសម្លាប់ឪហើយនៅបន្ទោសបន់ទៀតឃើញទេបន្ទោសថាបន់ហ្នឹងឯងនាំឲ្យដូចថាស្អីចូលគាត់អញ្ចឹងស្អីចូលស្រាហ្នឹងណាឥឡូវស្អីណាស្រាចូលអត់បានឃើញទោសខ្លួនឯងទៅឃើញទោសបនឈប់ធ្វើបនទៀតល្មមតែម្ដងហ្នឹងហើយលែងហ៊ានធ្វើបនឲ្យតែរឿងធ្វើបនវាមានបញ្ហាហើយរឿងបញ្ហាខ្លួនឯងអ្នកបង្កើតសោះអញ្ចឹងបាននៅក្នុងពធព្រះអង្គសម្ដែងថាសនៈខតាំងសម្ញកលៀងសុភភាតាំងសហតេតាំងសុកដោសមហតោចសិយធាំងប្រមចារិសុពេលណាក៏ដោយឲ្យតែសត្វលោកធ្វើល្អដោយកាយដោយវាចាដោយចិត្តណាពេលនោះឈ្មោះថាជាសនៈខតៈគឺថាជានក្ខត្តរិកល្អពេលហ្នឹងពេលដែលយើងធ្វើល្អហ្នឹងសុមង្គលៀងគឺថាជាពេលមានមង្គលល្អសុភភាតាំងគឺជាពេលមានពន្លឺល្អណាសនៈខតាំងសម្ញកលៀងសុភភាតាំងសហតេតាំងសុខេណោសុមហតោណាសិតតែអ្នកខត្តរឹកល្អមានយុះមានសេរីពេលហ្នឹងដោយពេលហ្នឹងញាតិញោមអង្គុយស្ដាប់ធម៌ហ្នឹងមានបាននឹកទៅជេរពីណាមានបាននឹកទៅខឹងណាណាដូច្នេះយើងក៏អត់មានកង្វល់អីអត់មានពីវេរីអីជាមួយនឹងនរណាដែរហ្នឹងអញ្ចឹងបនចម្រើនបច្ចុប្បន្នថ្ងៃនេះគឺជាថ្ងៃល្អដោយសារកូនប្រុសស្រីហ្នឹងចង់លើកតម្កើងមេដាបេដាហ្នឹងឲ្យខ្ពង់ខ្ពស់ឲ្យស័ក្តិសមទៅនឹងកិត្តិយសរបស់គាត់ទាំងជាការប្រពៃហើយត្រូវតែអនុមោទនាត្រូវតែត្រេកអរណាប៉ុន្តែគ្រាន់តែសុំផ្ដាំថាម៉ែមានរស់តែមួយថ្ងៃប៉ុណ្្នឹងទេណាមានកូនខ្លះធ្វើប៉ុនហើយចឹងដែរកាលពីមិនតាន់ធ្វើប៉ុនកុសលឲ្យម៉ែទៅញឹកខែកុលឆ្នាំខែជុំបិណ្ឌអីមិនហ៊ានខានេះព្រោះមិនដែលបានធ្វើប៉ុនធំអីឲ្យគាត់ដល់បានធ្វើប៉ុនធំហើយម្ដងទៅធ្វើប៉ុនហើយជុំនេះដូចមិនបាច់ទៅធ្វើហើយមើលតម៉ៃស៊ីតែមួយថ្ងៃវាចឹងតើស្មាមកឲ្យធ្វើទេណោះហ្នឹងហើយអាងទៅធ្វើប៉ុនហើយឈប់គិតទៅហើយហ្នឹងហើយមានលឺតែលហៀងអញ្ចឹងដល់ធ្វើប៉ុនហើយម៉ែសួរថាម៉េចអសល់ពីប៉ុនមកមានអីម៉ែចាយខ្លះទេកូនហីគួយចាយស្អីទៀតខាតមិនថឹកផងធ្វើប៉ុនធ្វើប៉ុនខាតគាត់ថាធ្វើប៉ុនខាតហើយដល់អញ្ចឹងទៅមិនដឹងទៅធ្វើនឹងដើម្បីអីវាមិនដឹងបីអីពូចម្រើនបច្ចុប្បន្នបើនិយាយពីកម្មក្នុងហ្នឹងវាមាន3ទី1អាយុវឌ្ឍនកម្មគឺការដែលឲ្យមានអាយុវែងហើយអាយុវែងទៅបានដល់មានអីស៊ីណោះហើយធ្វើឲ្យអត់ឲ្យគាត់គិតស៊ីហើយអាយុវែងមកពីណាហូបតែមួយថ្ងៃហ្នឹងវាមានរស់រហូតទេណាទី2អនុបទានកម្មដើម្បីអនុគ្រោះជីវិតសត្វលោកចឹងទៅហើយជីវិតមហកម្មជាការជប់លៀងជីវិតគឺការសន្សំកុសលសម្រាប់ជីវិតរបស់គាត់ហ្នឹងណានឹងញាតិញោមមកអាត្មាមកទេសទៅជាតែប្រាប់ខ្លះទៅគេលោវាផ្លាត់ទៅណាផ្លាត់ទៅអាងទៅថាបានធ្វើបុណ្យហើយណាបានធ្វើបុណ្យហើយលែងទៅចិត្តគាត់ទៅណាអានៅពីក្មេងនិយាយញឹករឿងហ្នឹងប៉ុន្តែវាគួរឲ្យនិយាយនៅនឹងចិត្តផ្ទះអាត្មាហ្នឹងជាប់លបងគ្នាហ្នឹងអានៅពីក្មេងឪពុកហ្នឹងទៅក5ញាតិញោមស្គាល់ក5ហ្នឹងហើយក5ហ្នឹងឆ្នាំ8ជាងដល់ទៅមកវិញឪពុកឈឺចាញ់ណាហៅតែចាញ់បចាញ់អីហ្នឹងចាញ់ស្រុកលើហ្នឹងកូននឹងឯងទៅរកថ្នាំមកមើលឪពុកជា
ដល់ពេលឆ្លោះគ្នាជាមួយឪពុកហ្នឹងកូនហ្នឹងកាន់ណាកបិតវែងមួយមកឈោងមុខផ្ទះអាត្មាហ្នឹងដល់ឪលោឡានតិចទៅណែឪកុំខ្លាំងណាណាឪឯងបង្កើតជីវិតខ្ញុំជីវិតមួយឪឯងចិត្តងាប់ខ្ញុំមើលជាជីវិតមួយដូចគ្នាកាប់ឪឯងចោលក៏គ្មានបញ្ហាហ្នឹងអស់ចាទេណាមកលុតផ្លោះនេះសងរួចហើយហ្នឹងឪចិត្តងាប់គាត់មើលជានោះអាហ្នឹងគាត់ថារួចហ្មងទៅកុំចឹងអីកុំថាណែរួចគ្នាពីមុនម៉ែឯងការឲ្យខ្ញុំឥឡូវខ្ញុំធ្វើបុណ្យឲ្យម៉ែឯងវិញរួចគ្នារួចទេណារួចយើងគិតមើលទៅណាដូចភាសាខ្មែរបុរាណនិយាយថាម៉េចទឹកលិចចុងឫស្សីត្រីស្ងួតស្រកាទឹកលិចចុងស្លាក្រពើហែលគោកណាទឹកលិចចុងឫស្សីទឹកជន់លិចចុងឫស្សីសំតត្រីវាសើមវាទៅជាស្ងួតទៅវិញទៅអានេះដូចខែទឹកជន់ខែណាខែចូលឆ្នាំខែជំបិណ្ឌហ្នឹងទឹកជន់មិនទឹកមែនទេទេទឹកចេកទឹកសេដាទឹកនំទឹកអីនោះណាទឹកខោអាវដែលត្រូវជូនម៉ែជូនឪនោះហ្នឹងហើយហ្នឹងហើយទៅជូនខែចែកđấyខែចែកនេះហ្នឹងហើយហ្នឹងហើយស្ងួតនោះស្គួនចេះខែចូលឆ្នាំតាមចំណាំគេយកអីទៅជូនម៉ែឪឯងអើយអង្គុយមើលកូនថ្ងៃណាមកឃើញកូនគេបានទៅពុតថ្មីអីមកជូនម៉ែឯងនឹងអង្គុយក្រៀមអាហ្នឹងគេហៅថាត្រីស្ងួតស្រកាពេលខែទឹកជន់យល់ទេដល់ចូលឆ្នាំកូនហ្នឹងរវល់ម៉ែចាំខ្ជុំមកដល់ខ្ជុំគេថាឥឡូវកូនឈឺម៉ែអើយចាំចូលឆ្នាំក្រោយហ្នឹងអានោះស្ងួតទៀតស្ងួតទេមានម៉ែឪខ្លះស្ងួតចឹងទេមានទេអូឈ្នះអាត្មាអត់កូនម៉ែទេចឹងណាណាចឹងមិនរឿងហ្នឹងវាជារឿងគ្រួសារតែគ្រួសារយើងម្នាក់ហ្នឹងដើម្បីឲ្យមានសង្ឃហធម៌មានការព្រមព្រៀងត្រូវតែរៀបចំគ្រាន់តែបងប្អូនចេះជួយគ្នាចេះមើលគ្នាស្រឡាញ់គ្នាហ្នឹងម៉ែឪក៏សប្បាយចិត្តហើយដល់តែឆ្លោះគ្នាទៅមួយទៅប្តឹងម៉ែមួយទៀតក៏មកប្តឹងម៉ែខ្នងដៃក៏សាច់បាតដៃក៏ឈាមណាឈឺដូចគ្នាណាយើងទៅប្តឹងម៉ែហ្នឹងចង់ឲ្យម៉ែសម្លាប់កូនហ្នឹងហ្មងណាមានអញ្ចឹងរហូតទៅផ្ចាលឲ្យម៉ែកូនស្រីសំណប់ចិត្តម៉ែឯងគង់តែទឹកភ្នែកក្បាលជង្គង់នេះណាទៅនិយាយឲ្យម៉ែគាត់ឲ្យបាយលេបធាទឹកភ្នែកបដាអាងតគាត់រស់អីលែងបានណោះមួយរស់ស៊ីរស់នៅគេហ្នឹងទឹកភ្នែកដែរហ្នឹងយាយមិនថាចឹងមិនថាកុំឲ្យកូនអស់ពេកប្រយ័ត្នកូនឲ្យសិតតែមានលក្ខខណ្ឌនោះបាក់ណាណោះឲ្យ100ទៅណែកុំទៅធ្វើស្អីណាចាយណាហ្នឹងតែមានលក្ខខណ្ឌណាវាអត់ដូចសល់ខ្លួនឯងទេវាចែកកូនទុកខ្លួនឯងសម្រាប់ចាស់ផងគាត់ទៅប្រាប់ប្រយ័ត្នធ្លួយខ្លួនទឹកភ្នែកជូតណែទឹកភ្នែកលាយបាយហ្នឹងទេពីព្រោះយើងទុកចិត្តកូនយើងកាលមានកូនភាសាទៅណោះហ្នឹងហើយពីរឿងដែលអាត្មាធ្លាប់និយាយហ្នឹងឪពុកម្នាក់ជាព្រាហ្មណ៍មានទ្រព្យសម្បត្តិច្រើនហើយដល់ពេលគាត់មានទ្រព្យសម្បត្តិ8សែនមានកូនប្រុស4នាក់ដល់តែការឲ្យកូនចែកឲ្យម្នាក់1សែនវាសល់4សែនគាត់ត្រៀមខ្លាចគាត់ចាស់ទៅវាអត់មានអីណោះហើយកូនគេគិតគ្នាថាឪពុកយើងទុកលុយច្រើនសង្ស័យតែចង់យកប្រពន្ធមួយទៀតហ៎បើហ្នឹងហើយយកប្រពន្ធមួយទៀតយើងលែងបានទេទ្រព្យហ្នឹងអញ្ចឹងយើងធ្វើម៉េចឲ្យគាត់ហ្នឹងចែកឲ្យយើងអស់មកអញ្ចឹងគេធ្វើល្បិចគេធ្វើមកបំរើខ្លះមកច្បាច់ជើងច្បាច់ដៃដាំទឹកក្តៅដាំបាយអត់ឲ្យឪពុកហ្នឹងរវល់ទេឪពុកហ្នឹងប្រើទៅថាកូនអើយមើលស្រែមើលចកាគេលោកវាអត់អីទេពុកចាស់ហើយកូននៅបំរើច្បាច់ដៃច្បាច់ជើងពេលខ្លះហ្នឹងគាត់ដេញមកសបកភ្ញាក់ឡើងគេនៅតែច្បាច់ទៀតគេធ្វើម៉េចឲ្យគាត់ទុកចិត្តដើម្បីឲ្យលុយហ្នឹងមកណា
ដល់ចឹងទៅគេផ្ដើមសួរពុកពុកមានឃើញនារីណាអីចង់យកជាគូប្រងអីបន្តទៅទៀតដែរហេកូននេះនិយាយផ្ដេសផ្ដាស់ឪចាស់ហើយទៅយកស្អីហើយចុះបើពុកអត់ចង់យកទេទុកលុយនឹងធ្វើអីចែកឲ្យកូនធ្វើដើមរស់ស៊ីស្មានឪពុកមួយកូនចាំកើតណោះងាប់ឲ្យកូនដល់4នាក់មួយថ្ងៃទៅនៅផ្ទះនៅនេះនៅនោះគឺអូឲ្យតែកូនរស់ស៊ីមានបានហ្នឹងដល់ចឹងគាត់គិតថាអញ្ចឹងមែនទុកនំបាក់ថែអាសាក៏ចែកឲ្យទៅដល់ចែកឲ្យគេផ្ដាំថាចាំទៅនៅមួយកូនគេឈប់នៅជាបាច់ហើយទៅបាត់ទៅបានលុយគេទៅផ្ទះវិញហ្នឹងចឹងថាកូនខ្លះម៉ែឪនៅមានអីនៅអត់លើមដល់ម៉ែអស់អីមិនសូវមកចិត្តទេណោះមានទេហ្នឹងហើយចឹងអត់លើមហើយបើថាម៉ែឪនៅមានស្អីហ្នឹងម៉ែឪចិត្តងាប់ហ្នឹងឲ្យពេទ្យចាក់ឲ្យនិយាយរួចពេទ្យអើយអាណិតមេត្តាចាក់ឲ្យម៉ែខ្ញុំនិយាយរួច2-3ម៉ាត់មកផ្ដែផ្ដាំដល់សុំឲ្យម៉ែនិយាយម៉ែផ្ទះហ្នឹងឲ្យអាអូនឲ្យខ្ញុំនេះមិនមែនចង់លឺសំដីម៉ែចង់ដឹងច្បាស់តែឲ្យអាអូនឲ្យខ្ញុំណោះណែអីចឹងដល់គាត់ទៅនៅជាមួយកូនដែរដល់នៅមួយកូនកូនបកើតហ្នឹងមុនដំបូងមិនសូវអីដែរទេដល់ប្រពន្ធខាងកូនហ្នឹងប្រាប់ថាអេពុកវាអីនិយាយគ្នាថាម៉េចយើងខណៈបោកយកលុយគាត់តើហើយចុះឥឡូវហ្នឹងចង់ឲ្យគាត់មកនៅមែនដល់ចឹងប្តីហ្នឹងថាអូនឯងធ្វើម៉េចធ្វើទៅបងមិនដឹងដល់គាត់ចុះមកក្រោមមកដើរជុំវិញផ្ទះរៀបឡើងទៅវិញប្រពន្ធគេឈួរជំទែងពីលើមាត់ទ្វារមកគេថាឪបែបចង់មករស់នៅងាប់អីហ្នឹងណាបែបលុយហ្នឹងចែកឲ្យតែខ្ញុំឯងបងប្អូនទៀតបែបមិនបានទេដឹងបានមកចង់នៅតែនឹងស៊ីតែនឹងហ្នឹងដល់ចឹងទៅគាត់ខឹងគាត់មីកាលកណីស្រីចង្រៃអត់នាងឯងមួយតែនៅកូនឯងផ្សេងទៀតទៅកូនទី2ដូចគ្នានឹងទៅដល់ចុះគេត្រូវគ្នាទាំងអស់ហើយនោះទីបំផុតឪពុកជាព្រាហ្មណ៍មហាសាលមួយខ្លាយទៅជាអ្នកសុំទានគេទៀតនៅមួយកូនណាក៏មិនបានណាហើយគាត់នឹងក្នុងចិត្តអត់បន្ទោសកូនបកើតទេព្រោះកូនបកើតអត់ដែរថាឲ្យគាត់គាត់ថាតែកូនគាត់ល្អដំបូងណាអញ្ចឹងមិនម៉ែឪខ្លះគាត់ថាកូនខ្ញុំមិនអីទេណាស់តែកូនប្រសាចាស់បុរាណនិយាយថាម៉េចឆ្នាំងណាណោះឆ្នាំងណាហ្នឹងហើយវាគ្មានទៅខុសគ្នាទេព្រោះកាលណាមួយអ្នកបួយមាត់បត់ដុំដៃតែប៉ុណ្្នឹងទេមិនចុះប្រឡូកផ្ទាល់បើសិនតែមួយចេះតែរារាំងវាមិនអាចទៅទាំងអស់គ្នាកើតទេមែនឬមែនហ្នឹងហើយប៉ុន្តែរឿងហ្នឹងក្រោយបានព្រះសម្មាសម្ពុទ្ធព្រះអង្គជួយបញ្យលសម្ដែងធម៌ទៅបានកូនហ្នឹងដឹងគាត់វិញតែប៉ុន្តែយើងឥឡូវមានតែព្រះឯណាជួយកើតអាត្មាមិនមែនព្រះឯណាណោះមកពឹងអាត្មាមិនដឹងធ្វើម៉េចដែរមានតែប្រាប់ការពារខ្លួនមុនកុំអស់ពេកប្រយ័ត្នកូនដេញចុះពីផ្ទះទៅណោះបើទោះជាមិនដេញចុះពីផ្ទះគេគម្រាមដែរចង់ទៅបន់យ៉ាមិនបាច់ទៅណាមើលកូនរបស់ខ្ញុំអាហ្នឹងតែយើងអស់លុយអស់សិទ្ធហើយតែគេចិញ្ចឹមមិនមែនថាទាំងអស់ទេណាមានគេខ្លះក៏ល្អដែរមកមិនថាទាំងអស់ទេណាខ្ញុំរវល់មកឯងនៅផ្ទះខ្ញុំទៅជប់លៀងអីតិចណាតែត្រូវខ្លះហើយតាមមើលអ្នកខ្លះហ្នឹងអាហ្នឹងតែយើងអស់ពេករស់ដោយសារគេវាអញ្ចឹងអញ្ចឹងបើថាកូន5នាក់ចែកជា6ទៅអានេះសម្រាប់អញចាស់វាដឹងអញ្ចឹងយល់ទេហ្នឹងហើយមកចេះនិយាយទៅគីឡូញាតិញោមនោះកុំធ្លុយខ្លួនទៅធ្លុយខ្លួនបាក់ណាហើយហួសហើយទ្រាំទៅហ្នឹងអានឹងចាំចិត្តបនចិត្តកុសលអត់ធន់ខន្តីទៅណាជាមួយបនជាមួយកុសលវិញទៅឡើងមានសំណួរខ្ញុំកណាសូមមកការថ្វាយបង្គំគុណលោកចាស់គ្រូដោយសេចក្តីគោរពខ្ញុំកណាមានចម្ងល់សូមលោកចាស់គ្រូបកស្រាយអំពីសីលបត្តបរាមាសៈនិងសីលបត្តបាទានតើខុសគ្នាដូចម្ដេចអាបរាមាសៈហ្នឹងមានន័យថាការស្ទាបអង្អែលមានន័យថាបកិបកើយបកិបកិតណាស្រឡាញ់ចំពោះអាការប្រព្រឹត្តប្រតិបត្តិខុសហ្នឹង
ដល់សីលពតបាទានហ្នឹងមិនពនីលទេអានេះទៅជាប្រកាន់មមនៅក្នុងសីលពតហ្នឹងថាហ្នឹងឯងពិតជាត្រូវអាហ្នឹងឯងពិតជាល្អអាហ្នឹងវាចូលទៅឧបាទានឬការប្រព្រឹត្តខុសផ្សេងប្រព្រឹត្តធ្វើអញ្ចេះទៅបានសុខធ្វើអញ្ចោះទៅបានសុខក្រៅពីការប្រព្រឹត្តសមស្របតាមកម្មផលហ្នឹងទៅណាហើយមួយទៀតនេះសំណួរណាសួរថាខ្ញុំកណ្ណាមានចម្ងល់សូមសួរលោកម្ចាស់គ្រូថាតើឯកវោការភពនិងចតុវោការភពនិងបញ្ចវោការភពបានដល់បុគ្គលពួកណានៅក្នុងចក្រវាលយើងនេះក្នុងភពយើងហ្នឹងវាមាន31ភពទាំងអស់ណាគឺអបាយភូមិ4មនុស្ស1សុគតិសួគ៌6ហើយរូបព្រំ16ហើយនិងអរូបព្រំ4ដែលសរុបទៅ31ចាប់ពីអបាយភូមិ4រហូតមកមនុស្សយើងហើយទេវតា6ជាន់ហើយរូបព្រំ15ទៀតណា20ជាងហ្នឹង25ហ្នឹងឯង25 26នឹងឯងហៅថាបញ្ចវោការភពគឺជាភពដែលមានខណ្ឌ5អញ្ចឹងនៅក្នុងប្រេតក៏មានខណ្ឌ5នរកប្រេតដេរឆានសុរកាយទេវតាអ្នកត្រឹមក្រោមនឹងរូបព្រំ15វាអសញ្ញ័យសត្វតាមមួយចេញហ្នឹងគឺសិតតែមានបញ្ញខណ្ឌមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណមានធម៌5ហ្នឹងបានហៅថាបញ្ចវោការភពគឺសត្វណាដែលកើតនៅក្នុងនឹងហៅថាប្រព្រឹត្តទៅនៅក្នុងបញ្ចវោការភពហើយដល់ទៅក្នុងអរូបសំទោសរូបព្រំមួយទៀតហៅថាអសញ្ញ័យសត្តាអសញ្ញ័យសត្តាហ្នឹងជាព្រំមួយបែបមានតែរូបតែអត់មានចិត្តវិញ្ញាណអត់មានវេទនាសញ្ញាសង្ខារវិញ្ញាណទេក្នុងបណ្ដាបញ្ញខណ្ឌហ្នឹងមានតែមួយតែប៉ុណ្ណោះមានតែរូបខណ្ឌអញ្ចឹងបានហៅថាឯកវោការភពឯកហ្នឹងប្រែតែមួយខ្មែរយើងប្រែតែឯកតួឯកឯកតោត្រីសម្ដីជាឯកលេខជាតោអក្សរជាត្រីឯកហ្នឹងទី1ណាហើយដល់ទៅអរូបព្រំ4ខាងលើមានអាកាសានញ្ញយតនៈព្រំវិញ្ញាណញ្ញយតនៈព្រំអកិញ្ចញ្ញយតនៈព្រំនិងនេវសញ្ញានាសញ្ញាយតនៈព្រំ4នឹងឯងគឺជាសត្វដែលមានតែខណ្ឌ4អត់មានរូបទេមានវេទនាមានសញ្ញាសង្ខារវិញ្ញាណក្នុងជីវិតរបស់ព្រំនឹងឯងទៅហៅនៅក្នុង4នឹងឯងហៅថាមិន4ឋានទេគឺថាក្នុងមួយឋានវាមានខណ្ឌ4មួយឋានមានខណ្ឌ4ហ្នឹងណាហៅថាចតុណាចតុវោការភពណាហើយមានអីទៀតសួរនៅអបសតសិលតើរសាដូចម្ដេចទៅត្រឹមត្រូវតាមកាលក្នុងមួយថ្ងៃនិងមួយយប់ណារសាមួយថ្ងៃមួយយប់ហ្នឹងហើយរសាមិនទៀតតាមសិក្ខាបទ8ហ្នឹងណាទី1គឺត្រូវឲ្យស្គាល់សិក្ខាបទហ្នឹងឲ្យល្អហើយដឹងកាលមួយថ្ងៃមួយយប់ពេញនឹងឯងណាក៏រុនរះឡើងយើងអធិដ្ឋានថាត្រូវរក្សាអបោសុតចឹងទៅហើយសិក្ខាបទដែល8សរុបចូលគ្នាហ្នឹងមិនឲ្យដាច់មិនឲ្យធ្លុះធ្លាយទេហើយមួយយ៉ាងទៀតត្រូវឲ្យមានកម្មបទហ្នឹងជួយលំអសិលហ្នឹងតាំងពីការនិយាយចាក់ដោតគ្នាអេកអូចគ្នានិយាយដើមគេនិយាយសើចលេះលោះច្រើនអាហ្នឹងសិតតែបញ្ហានាំឲ្យសៅមងដល់សិលមិនដាច់ទេប៉ុន្តែវានាំឲ្យសិលយើងស្គមណាដើម្បីឲ្យសិលខត់ត្រូវឲ្យអាហារគឺការស្ដាប់ពធសន្ទនាពធណាថ្ងៃអបោសតសិលហ្នឹងហើយជាពិសេសគឺការរក្សានៅកម្មបទហ្នឹងដើម្បីជាអលង្ការរបស់សិលហ្នឹងផងទើបសិលហ្នឹងបរិសុទ្ធតែណាស្ពសុទ្ធចេញទៅវិញចាក់កតុយលេខណាហើយអ៊ំម្នាក់នោះគាត់ធ្វើអាចារ្យវត្តផងធ្វើគណៈកម្មការវត្តទៀតគាត់មករក្សាអបោសតសិលដល់ទៅវិញគាត់លេងបៀណាដល់ទៅលេងបៀគេថាចុះអ៊ំឯងខែសារសបោសិតហើយមិនក៏លេងបៀចុះសិលហាមតែមិនឲ្យលួចរបស់គេតែអានេះខ្ញុំលេងឈ្នះខ្ញុំយកតាហ្នឹងហើយវាមិនដាច់ទេសិលក៏ប៉ុន្តែវាជាអបាយមុខមែនទេអិដ្ឋិធុតៈសរាធុតៈអក្ខធុតៈឃើញទេលបែងស្រីលបែងស្រាលបែងភ្នល់និងបាបមិត្តអាហ្នឹងគឺជាអបាយមុខប្រធាននៃសេចក្តីវិនាសអស់ហើយ
សួរតល់មកសួរនេះទៅលឺក្នុងមញ៉េបាទខ្ញុំបកករណាសូមនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតហើយសូមក្រាបថ្វាយបង្គំចំពោះព្រះរាជគុណគ្រប់ព្រះអង្គព្រមទាំងលោកម្ចាស់គ្រូជាទីសក្ការៈនិងធ្វើការគោរពចំពោះលោកយាយលោកតាបងប្រុសបងស្រីទាំងអស់ខ្ញុំករណាមានសំណួរសួរនេះគឺសួរអំពីប៉ាជំពាក់លុយគេចាជំពាក់លុយគេក៏លងថ្ងៃណាមួយវាងាប់ទៅណាហើយដំណើរវាវត្តសង្សារតើមានអាចនឹងស្រាយបានទេព្រោះអីជំពាក់វាត្រូវតែស្រាយកណ្ណាចង់ស្រាយដែរគាត់ក៏លោស្រាយវាមិនទាន់គាត់ធំណាហើយមួយទៀតសួរថាតើធ្លាប់ឮថាយមរាជយមបាលអ្នកដាក់ទោសនៅឋានក្រោមតែគាត់ធ្វើកម្មអីបានទៅខ្លាយជាអ្នកខ្លាំងខ្លានៅស្រុកខ្មោចទៀតណាហើយមួយទៀតកណាសួរថាកណាចំណាំឃើញនៅតាមវត្តមួយឃើញព្រះអង្គដែលលោកគេធ្វើមកតាក់តែងស្រួលបួលតែមានអីអាវស័កអីណាកណាអញ្ចឹងសំណួរកណាមានប៉ុណ្ណឹងហើយសូមជូនបុណ្យកុសលចំពោះលោកយាយលោកតាប្រគុណម្ចាស់សូមអនុមោទនាទាំងអស់គ្នាណែទី1រឿងជាពាក់លុយណាពាក់លុយគេណាវាសំខាន់ពេលដែលចិត្តស្លាប់ហ្នឹងស្រេចទៅលើចិត្តយើងសៅมองដែរឬទេកម្មហ្នឹងបើកាលណាវានៅតែនឹករឿងជាពាក់គេហ្នឹងវាមិនស្រួលទេអញ្ចឹងណាអញ្ចឹងមិនថាបើយើងខ្ចីគេយើងត្រូវតែមានស្អីដែលជាធ្នូថាបើទោះជាយើងអស់ជីវិតទៅនឹងផ្ដាំនឹងកូនផ្ដាំនឹងប្រពន្ធអ្នកត្រូវយករបស់នេះទៅសងគេអីចឹងទៅណាដើម្បីកុំឲ្យចិត្តយើងនឹងវាព្រួយបារម្ភឲ្យមានរបស់មួយអាងថាអ្នកនៅខាងក្រោយហ្នឹងនឹងដោះដូរសងគេកុំឲ្យយើងព្រួយហើយអ្នកដែលមិនចម្ពាក់ហ្នឹងជាមួយគ្នាហ្នឹងអញ្ចឹងត្រូវនិយាយកុំឲ្យព្រួយអញ្ចឹងថាបើពុកវេឯងងាប់ឬក៏ខ្ញុំងាប់ណានៅអ្នកចេញសងជំនួសណាហ្នឹងហើយហ្នឹងដើម្បីឲ្យដូចជាម្ដាយអញ្ចឹងម្ដាយឈឺចិត្តស្លាប់អីហ្នឹងត្រូវសួរម្ដាយម៉ែមានជាប់ចម្ពាក់ថាត្រូវជួយកសាងលោកវត្តណាទេមានចម្ពាក់ថាត្រូវជួយកសាងអីនៅវត្តណាទេហើយក្នុងតម្លៃប៉ុណ្ណាបើមិនតាន់បានធ្វើគាត់នឹកឃើញម៉ែធ្លាប់តែជួយធ្វើប្រគុណលោកមួយកូនអើយនឹងឥឡូវម៉ែកុំព្រួយចាំខ្ញុំយកលុយទៅធ្វើឲ្យតែហ្នឹងដើម្បីកុំឲ្យចិត្តហ្នឹងខ្វល់ចិត្តអូឯងបានឆ្លើយជាមួយលោកជាពាក់លោកអាហ្នឹងជាពាក់ដែរណាមិនខ្ចីទេក៏ប៉ុន្តែតថាឲ្យអត់ឲ្យជាពាក់ហ្នឹងហើយយល់ទេនឹងក្នុងប្រសូតមួយព្រះអង្គសម្ដែងអ្នកខ្លះមកជួញចេះតែខាតជួញចេះតែមិនចំណេញត្រូវបានចេះតែបាត់ទៅវិញហ្នឹងមកពីមុនគាត់ធ្លាប់ជ្រះថ្លាប្រគេនលោកម្ចាស់ត្រូវការអីទេពីខ្ញុំកណាអ្នករបស់នឹងខ្ញុំកណាឧបត្ថម្ភដល់លោកទៅទៀតអត់ឲ្យទៅកាត់ជាតិណាអ្វីដែលត្រូវបានអត់បានជួយហ្មងចំណេញខាតហ្មងបានផលឆេះអស់អញ្ចឹងហ្នឹងវាដូចជាពាក់ដែរតែអញ្ចឹងបានថាបើយើងខ្ចីម្នាក់ឯងវាពិបាកដែរមានគ្នាទៅប្រាប់គ្នាថាបើខ្ញុំងាប់មុនអីម៉ែវាអីដោះដូរអាហ្នឹងជួយសងគេផងហើយហ្នឹងក៏ឯកភាពគ្នាថាគេនឹងសងជំនួសអីចឹងទៅហើយបើមានពេលឈឺអីនេះគួរសួរគ្នាអញ្ចឹងតែមានជាប់ចម្ពាក់នរណាអីនរណាយើងត្រូវអះអាងខ្លួនថាសូមម៉ែសូមពុកនឹងកុំភ័យកុំព្រួយអីចាំខ្ញុំជួយសងឲ្យអាហ្នឹងគឺគាត់នឹងឆ្លាស់ផ្លូវចិត្តដែរនឹងប៉ុណ្ណឹងណាឲ្យថាបណ្ណាទៀតវាមិនកើតថាបានតែប៉ុណ្ណឹងហើយរឿងអីក៏ដោយតែជាពាក់ដោះស្រាយមួយរួចវានៅជាពាក់ទៀតហ្នឹងណាមិនមែនតែជាពាក់លុយដែរជាពាក់ចិត្តហ្នឹងក៏អញ្ចឹងដែរ
មុនងាប់នឹងត្រូវបានទៅកើតឋានសួគ៌ខ្លះលោកតែជាពាក់ចិត្តស្រឡាញ់កូនគេនៅគេនោះវាមិនបាច់តែជាពាក់លុយទេយល់ទេហ្នឹងហើយមើលដូចទេវបុត្រមួយអង្គនោះតាមពិតបុណ្យរបស់គាត់ហ្នឹងបានបម្រើព្រះបជាកពុទ្ធត្រូវទៅកើតនៅតាមតាវតឹងឯនោះដល់ជាពាក់ស្រឡាញ់កូនក្រមុំគេមួយទៅហ្នឹងហើយត្រូវបានត្រឹមតែចាតមហារាជការធ្លាក់អស់មកកម្រិតហើយដូចចៅម្នាក់ដែលគេយកទៅសម្លាប់ហ្នឹងព្រះមោគលានលោកទៅបិណ្ឌបាតមាននាងកមុំម្នាក់បានហុចនំឲ្យដល់ឃើញព្រះមោគលានទៅបិណ្ឌដាក់បាតនំហ្នឹងហើយជ្រះថ្លាចំពោះព្រះអរហន្តតាមពិតត្រូវទៅឋានតាវតឹងប៉ុន្តែដោយសារសំណោះនាងដែលឲ្យនំហ្នឹងជាពាក្យចិត្តនេះជាពាក្យចិត្តនោះបានត្រឹមឋានតាចាតមហាឃើញទេហើយបើថាស្រឡាញ់ឲ្យអត់បន់អាហ្នឹងមានបន់ផងហើយគ្រាន់ស្រឡាញ់ប៉ុណ្ណឹងកាត់បន្ថយអស់ពាក់កណ្ដាលហើយលោកតែអត់បន់ហ្នឹងដូចប្តីម្នាក់នោះប្រពន្ធមានស្នៀតជាមួយប្អូនថ្លៃជាមួយប្អូនរបស់ប្តីហ្នឹងណាហើយដល់តែគេមានស្នៀតជាមួយប្អូនថ្លៃមកគេនិយាយល្អជាមួយប្តីហ្នឹងជាងមុនឃើញទេតែនិយាយល្អជាងមុនបងចេះបងទៅងូតទឹកសិនទៅអូនរៀបចំមហូបអាហារឲ្យនេះដោះអូនជូនទៅមួយទឹកគេប្រកបខ្លួនប្អូនថ្លៃគឺប្អូនរបស់ប្តីហ្នឹងឯងនៅក្បែរកពតព្រៃមួយពេលដែលមុជប្តីឲ្យមុជទឹកឲ្យប្តីឲ្យប្តីជាមួយទឹកចឹងទៅងើបមកវិញអនុដាក់មកកបិតដាច់ពឹបហើយអាចិត្តហ្នឹងកំពុងឲ្យជាពាក់ជាមួយប្រពន្ធហ្នឹងហើយប្រពន្ធអញល្អណាសម្ដីគឺផ្អែមណាគេស្រឡាញ់អញក៏ស្រឡាញ់គេពីមុនមកមិនដែលបានសម្ដីផ្អែមចឹងសោះណាតែដល់ម្ដងផ្អែមវាផ្អែមទៅវិញទៅណាអាចិត្តហ្នឹងផ្អែមមានងាប់ទៅមានតណាអាហ្នឹងគេហៅថាចម្ពាក់ចិត្តមកកើតជាពោះតកែណាពោះតកែឃីវណាតាមលបងតាមផ្ទះអីហ្នឹងណាហើយនៅស្រឡាញ់អញ្ចឹងដឹងទៅអោបប្រពន្ធហ្នឹងឯងវាពោះឡើងទៅលើមេតបូលទម្លាក់ខ្លួនមកចំពោះប្រពន្ធនេះប្រពន្ធភ្ញាក់ស្រែកពី3ដងប្រពន្ធគេថាសង្ស័យខ្មោចប្តីអញហើយឲ្យប្តីគេសម្លាប់ទៀតអាចិត្តនៅទៅស្រឡាញ់គេងាប់កប់ទៅណាកើតជាកូនគោនៅហ្នឹងហ្នឹងតាំងពីចេះដើរមកគ្មានដើរតាមមេដើរមើលទៅមុខនាងហ្នឹងឯងនាងនឹងសង្ស័យទៅខ្មោចប្តីអញទៀតទៅគេឲ្យសម្លាប់ទៀតទៅមកកើតកូនឆ្កែនៅហ្នឹងឯងហ្នឹងដើរតាមទៅមើលមុខគេទៀតណាប្រុសគេប្រអាប់ព្រានឆ្កែចេញទៅកន្លោះគេថាឲ្យអញ្ចឹងខ្មាស់គេក៏កឌីតក្អមមួយវាក្បែរមាត់ទឹកដាក់ដីឲ្យពេញហ្នឹងយកខ្សែហៅឆ្កែតាំងពីឆ្កែហ្នឹងមកមិនដែលធ្វើលឺនាងហ្នឹងហៅព្រោះពេលហ្នឹងហៅពីរោះហៅមកសុបាយចិត្តដើរចូលមកគេតាក់កចំមាត់ក្អមបើមានទម្លាក់ទឹកឆ្កែហ្នឹងក៏ហ្នឹងខ្សែជីវ៉ាដោយសារនាងទៀតទៅងាប់ហើយមិនទៅណាជាពាក់មកកើតក្នុងពោះនាងឯងដល់ពេលគេទងន់នឹងបណ្ដោយយូរទៅប៉ុន្តែដល់កើតជាមនុស្សដឹងជាតិម៉ែនឹងប៉ះយំរហូតដឹងជាតិទាំងអស់ណាដឹងជាតិអាហ្នឹងមិនជាពាក់លុយណាជាពាក់ចិត្តយល់ទេអូយកុំបងស្មោះអូនស្មោះបងជាតិណាក៏ជួបគ្នានោះមិនបាច់ទេខ្ជិលណាណោះខ្ជិលណាហ្នឹងហើយខ្ជិលណាអូម៉ាគ្មានចាំមុខគ្នាផងណោះហ្នឹងហើយប្តីយើងរាល់ថ្ងៃនេះមិនដឹងថាប្តីពីមុនអត់ផងហ្នឹងហើយឲ្យតែល្អទៅបានណាហើយលោកតែថាជួបគ្នាមួយធ្វើបុណ្យមួយធ្វើបាបមួយមុខកឆែបទៅមួយមុខដូចទេវតាទៅពិបាកមែនហ្នឹងហើយមួយកតុកកទឿប្តីមិនថឹកមិនយកប្តីពួរដើរអាហ្នឹងឯងសិតតែបងស្មោះអូនស្មោះបងកម្មហ្នឹងវានាំទៅអញ្ចឹងឯងជប់សំណួរនេះសិនហ្នឹងហើយយើងមើលទៅយើងវាមិនសមទេចុះប្តីមិនសន្ធឹកប្រុសមិនសន្ធឹកមិនព្រមយកទៅយកប្តីមួយជើងមួយចាមពូដែរអាហ្នឹងសិតតែរឿងបងស្មោះអូនស្មោះបងជាតិណាកើតជាខ្យងនៅទៅយកគ្នាណាហ្នឹងវាអញ្ចឹងGacchami